បាទជំរាបសួរម្ដងទៀតបងប្អូនមានសំណួរបងប្អូនសួរថាអាប់កត់លុយនៅពេលដែលទិញកញ្ចប់ប្រើមួយខែ6ខែឬក៏មួយឆ្នាំនៅក្នុងគេហៅថាគម្រោងអាជីវកម្មតើបានទទួលបានអត្ថប្រយោជន៍អីខ្លះបាទបងប្អូននៅក្នុង app កត់លុយយើងមានមិនគ្រាន់តែគ្រប់គ្រងអាជីវកម្មទេបងប្អូនមិនគ្រាន់តែគ្រប់គ្រងលុយកាក់ណារបស់អាជីវកម្មទេប៉ុន្តែយើងធ្វើក្នុងគោលបំណងមួយជាក់លាក់គឺយើងយល់ពីស្អីដែលជាបញ្ហារបស់បងប្អូនម្ចាស់អាជីវកម្មនៅក្នុងវិស័យនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធណាគឺលុយកាក់យើងចូលគ្នាបាទចូលគ្នាចំណាយចំណូលរបស់អាជីវកម្មហើយនឹងគ្រួសារហ្នឹងចូលគ្នាបាទដកលុយពីកប៉ៅឲ្យពីលក់បានហ្នឹងដកលុយឲ្យកូនទៅរៀនដកលុយឲ្យប្តីដកលុយបាទចុះឡើងគឺយើងអត់បានបែងចែកអាហ្នឹងច្បាស់លាស់រវាងអាជីវកម្មនិងគ្រួសារទេអញ្ចឹងនៅក្នុង app កត់លុយយើងបានធ្វើ2មុខងារធំទី1គឺការគ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯងលុយកាក់ផ្ទាល់ខ្លួនឬក៏គ្រួសារមួយទៀតសម្រាប់អាជីវកម្មបាទអញ្ចឹងបើបងប្អូនអត់មានអាជីវកម្មក៏ប្រើ app កត់លុយបានដែរបាទត្រឹមតែ$0.99ក្នុងមួយខែហើយប្រើមួយខែសាកល្បងទៅបើថាมันកើតទេក៏គិតតាមនឹងទៅបាទនៅក្នុងនោះមានមេរៀនចំណេះដឹងហិរញ្ញវត្ថុមានអ្វីជាច្រើនហើយបងប្អូនអាចសួរនាំមកក្រុមការងារគ្រប់ពេលវេលាបានបាទហើយយើងមានវីដេអូយើងមាន website យើងមានអីដើម្បីបរៀនបងប្អូនពីរបៀបប្រើប្រាស់បាទក្នុងនោះដែរបើសិនជាបងប្អូនមានអាជីវកម្មបងប្អូនចុះឈ្មោះជាវកញ្ចប់អាជីវកម្មក្នុងមួយខែតែ$2.99ទេឬក៏និយាយថាជិះលុយខ្មែរក៏វា10000តិចតួចចោះបាទអញ្ចឹងបងប្អូនទទួលបានទាំងកញ្ចប់ប្រើប្រាស់ឯកជនដែរបុគ្គលដែរបាទអញ្ចឹងបងប្អូនជីវមួយខែអាជីវកម្មបងប្អូនអាចប្រើបាន2មុខងារគ្រប់គ្រងទាំងអាជីវកម្មគ្រប់គ្រងទាំងលុយតខ្លួនហើយនឹងគ្រួសារបានបាទអញ្ចឹងបើបងប្អូនជីវ6ខែបានទាំងពីរបើជីវមួយឆ្នាំបងប្អូនមានកញ្ចប់ពិសេសមួយទៀតគឺទទួលបានការបដិបដាណាពួកយើងនឹងមានកម្មវិធីបដិបដាទល់មុខគ្នាណាតាក់ទងទៅនឹងការគ្រប់គ្រងអាជីវកម្មតាក់ទងទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្មតាក់ទងទៅនឹងការធ្វើ digital marketing គេហៅថាទីផ្សារ digital ណាមានការបង្រៀនបងប្អូនឲ្យធ្វើជាមាតិកាជាដើមបាទមានការជួបគ្នាអញ្ចឹងបងប្អូនដែលចុះឈ្មោះជីវបាទកញ្ចប់មួយឆ្នាំបងប្អូនបានការប្រើប្រាស់បងប្អូនបានទទួលការប្រឹក្សាយោបល់ពីខ្ញុំបានទទួលការរៀបចំឲ្យមានការគេហៅថាតម្លើងកម្មវិធីនឹងច្បាស់លាស់ហើយមានបែងចែកក្នុងចំណូលចំណាយបងប្អូននៅក្នុង app កត់លុយឲ្យស្រួលបួលហើយបងប្អូនចាប់ដើមប្រើដោយងាយស្រួលហើយមានការប្រឹក្សាយោបល់ផ្សេងទៀតបានទទួលការបដិបដាលគឺវាជាអត្ថប្រយោជន៍ណាបងប្អូនបានទាំងការប្រើប្រាស់ជាអាជីវកម្មនិងគ្រួសារហើយបានការបដិបដាលប្រឹក្សាយោបល់ថែមទៀតផងបាទអញ្ចឹងនេះគឺជាអ្វីដែរកត់លុយដល់ជូនបាទកុំភ្លេចមានចម្ងល់អីបងប្អូនដាក់នៅក្នុង comment ខាងក្រោមខ្ញុំនឹងចេញវីដេអូដើម្បីឆ្លើយតបជូនទៀតបាទសូមអរគុណ